វ៉ៅណាកេនឹងអីក៏ស្អាតដំលេះសម្រស់នៃស្ត្រីខ្មែរនៅស្រុកស្រែគឺមានភាពដូចជាធម្មជាតិសាមញ្ញនិងតេទៀនពិសេសពួកគេមានសម្រស់ដ៏ស្រស់ស្អាតបែបជាតិដើមជាមួយនឹងចរិតស្លូតបូតមានភាពស្មោះត្រង់និងសភាពរៀបសារពីធម្មជាតិនៅជុំវិញខ្លួនលក្ខណៈពិសេសនៃសម្រស់ស្ត្រីស្រុកស្រែស្បែកស្រស់ស្រាយមិនថាពណ៌ស្បែកសម្រស់បែបណាស្ត្រីស្រុកស្រែជាច្រើនមានស្បែកស្រស់ស្អាតដោយសាររស់នៅក្នុងបរិយាកាសបរិសុទ្ធបរិបទធម្មជាតិនិងប្រើប្រាស់ផលិតផលធម្មជាតិសក់វែងនិងខាប់ខាត់សក់ខ្មៅភ្លឺលងជាសញ្ញានៃស្ត្រីខ្មែរដែលយកចិត្តទុកដាក់លើសម្រស់ធម្មជាតិជាពិសេសមានអ្នកពេញចិត្តនឹងសក់វែងដែលមានក្លិនឈ្ងុយដោយប្រើប្រេងដូងឬទឹកដោះគោធម្មជាតិផ្នែកសម្បែបសភាពស្នេហ៍ផ្នែកស្ត្រីខ្មែរតែងតែមានសោភ័ណភាពបែបស្ងប់ស្ងាត់បែបដែលអាចបង្ហាញពីក្តីស្នេហានិងចិត្តល្អសម្លៀកបំពាក់សាមញ្ញឲ្យកាន់តែស្រស់ស្អាតស្ទីលសម្លៀកបំពាក់បែបស្រុកស្រែដូចជាសំពត់បំពេសារ៉ុងឬអាវខ្មៅស្លីកជាមួយសំពត់ពណ៌ចាស់ជាសម្លៀកបំពាក់បែបទំនើបនិងមានអត្ថន័យនៃវប្បធម៌ចរិតស្រស់ស្រាយមេត្តាករុណាស្ត្រីនៅស្រុកស្រែតែងតែមានចរិតល្អចេះគោរពស្រឡាញ់គ្រួសារនិងធ្វើឲ្យមនុស្សនៅជុំវិញមានអារម្មណ៍កក់ក្តៅជីវិតសាមញ្ញតែមានពោរពេញដោយភាពរីករាយស្ត្រីនៅជនបទមិនត្រឹមតែស្អាតនោះទេប៉ុន្តែមានទំនាក់ទំនងល្អជាមួយសង្គមនិងបរិយាកាសនៅជុំវិញទេសភាពស្រស់ស្អាតរួមនឹងស្ត្រីស្រុកស្រែស្រស់ស្អាតមិនមែនមានតែបែបទំនើបទេបែបសាមញ្ញធម្មជាតិគឺជាសម្រស់ដែលអស់ក្លឹបជានិច្ចស្ត្រីខ្មែរនៅជនបទតែងតែបង្ហាញភាពស្រស់ស្អាតជាមួយវាលស្រែបៃតងមេឃីវនិងទឹកជ្រោះនៅបឹងធម្មជាតិដែលបង្កើតអារម្មណ៍សុខសាន្តនិងសុភមង្គលស្រស់ស្អាតមិនមែនមានតែជ្រូនព្រឺបែបទំនើបនោះទេតែស្រស់ស្អាតគឺជាការមានចិត្តល្អនិងភាពសាមញ្ញដែលបង្ហាញពីសេពគប់របស់ជីវិត